បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូចាស់របស់ខ្ញុំតែងនិយាយថាដំណើរត្រំចូលចិត្តសម្ដេចធិបតីអ្នកទាំងពីរចោះសម្រងគ្នាល្អណាស់បងប្អូនទាំងអស់គ្នាឃើញហើយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពជាទីហោស្រាប់ក៏ប៉ុន្តែវីដេអូមួយនេះខ្ញុំសំណូមពរទៅសម្ដេចធិបតីខ្ញុំរិះគន់ដើម្បីស្ថាបនាពេលដែលសម្ដេចវិលទៅកម្ពុជាវិញសម្ដេចត្រូវតែកែសម្រួលប្រព័ន្ធដឹកនាំក្រសួងស្ថាប័នទាំងអស់ដែលធ្វើអំពើពុករលួយបកពួកនិយមគ្រួសារនិយមក្នុងនាមយើងជាមិត្តភ័ក្តិខ្ញុំរិះគន់ដើម្បីស្ថាបនាជួយទៅដល់កម្ពុជាឲ្យដើរតាមផ្លូវប្រជាធិបតេយ្យត្រឹមត្រូវអរគុណ